ឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតថ្មីកូរ៉េសម្លឹងឃើញភាពចាំបាច់នៃការពង្រឹងចំណេះជំនាញកម្លាំងអនុវត្តច្បាប់និងផ្លាស់ប្តូរទស្សនកិច្ចភាពចាំបាច់នៃការបន្តបង្កើនកិច្ចសហប្រតិបត្តិការពង្រឹងចំណេះជំនាញកម្លាំងអនុវត្តច្បាប់និងការផ្លាស់ប្តូរទស្សនកិច្ចដើម្បីដកបទពិសោធន៍លើការងារស្រាវជ្រាវស៊ើបអង្កេតកសលវិច័យទីតាំងបទល្មើសនិងជំនាញថ្មីៗបម្រើដល់ការងារនគរបាលជំនាញកម្ពុជានិងកូរ៉េត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃគូបញ្ជាក់ក្នុងឱកាសទទួលជួបឯកឧត្តមគីមចាងយុងឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជានៅទីស្តីការក្រសួងមហាផ្ទៃនៅថ្ងៃទី13 ខែមករាឆ្នាំ 2026 នេះឈរលើគោលការណ៍ផ្ដល់តម្លៃខ្ពស់ដល់កិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរកម្ពុជាកូរ៉េឯកឧត្តមគីមចាងយុងបានជម្រាបឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីថាភាគីកូរ៉េនឹងបន្តបង្កើនកិច្ចសហការដ៏ល្អនេះនិងត្រៀមជួយគាំទ្រដល់ភាគីកម្ពុជាគ្រប់បែបយ៉ាងជាពិសេសការងារបណ្ដុះបណ្ដាលចែករំលែកបទពិសោធន៍និងឯកភាពទទួលរៀបចំទស្សនកិច្ចនាពេលខាងមុខជូនថ្នាក់ដឹកនាំនិងអង្គភាពជំនាញកម្ពុជាដើម្បីដកពិសោធន៍ការងារសន្តិសុខនិងនគរបាលរំលឹកដល់បទពិសោធន៍កិច្ចសហប្រតិបត្តិការកន្លងមកឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងប្រកបដោយផ្លែផ្កានិងកិច្ចសហប្រតិបត្តិការល្អរវាងកងកម្លាំងអនុវត្តច្បាប់កម្ពុជាកូរ៉េដែលតែងតែផ្ដល់ការគាំទ្រគ្នាទៅវិញទៅមកលើការងារសន្តិសុខពិសេសក្រោយការបង្កើតក្រុមការងារចម្រុះកម្ពុជាកូរ៉េកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរសម្រាប់បានលទ្ធផលជាច្រើនក្នុងការងារបង្ការទប់ស្កាត់បង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឯកឧត្តមអភិសន្តិបណ្ឌិតក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េដែលតែងតែជួយឧបត្ថម្ភគាំទ្រផ្ដល់កិច្ចសហការជិតស្និទ្ធនិងផ្លាស់ប្ដូរបទពិសោធន៍ល្អៗសម្ដៅពង្រឹងសមត្ថភាពកងកម្លាំងសមត្ថកិច្ចដើម្បីរួមចំណែកក្នុងការងារបុព្វហេតុនៃការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមសម្រាប់ប្រទេសទាំងពីរនិងតំបន់ជាការឆ្លើយតបឯកឧត្តមគីមចាងយុងឯកអគ្គរដ្ឋទូតកូរ៉េបានថ្លែងអំណរគុណឯកឧត្តមអភិសន្តិបណ្ឌិតចំពោះការជួយជ្រោមជ្រែងសម្រួលការងារកិច្ចសហប្រតិបត្តិការល្អនិងទំនាក់ទំនងជិតស្និទ្ធរវាងក្រសួងទាំងពីរបង្កលក្ខណៈអំណោយផលដល់ការបំពេញបេសកកម្មពង្រឹងការអនុវត្តច្បាប់សម្ដៅរួមចំណែកអនុវត្តសម្រេចបានដោយជោគជ័យនៅគម្រោងនិងផែនការសហប្រតិបត្តិការដែលស្ថាប័នទាំងពីរបានផ្ដួចផ្ដើមនាពេលកន្លងមកជាពិសេសការបង្កើតក្រុមការងាររួមកម្ពុជាកូរ៉េសម្រាប់ពលរដ្ឋកូរ៉េសម្រេចបានលទ្ធផលលើពីការរំពឹងទុក